បាទសូមជម្រាបសួរពុកម៉ែបងប្អូនប្រិយមិត្តបាទថ្ងៃនេះបងកងបីសូមចូលរួមបញ្ចេញមតិនិងគាំទ្របាទពេញទំហឹងបាទដល់ពិធីមង្គលការកូនកំលោះកូនក្រមុំមួយគូដែលនៅខេត្តតាកែវបាទនេះគឺជាគំរូបាទគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរយើងគ្រប់រូបដែលរៀបចំមង្គលការបាទដោយពិធីមង្គលការកូនកំលោះកូនក្រមុំមួយគូនៅខេត្តតាកែវនេះគឺរៀបចំឡើងបាទដោយមិនបានយកស្រាបៀរបាទមកធ្វើជាភេសជ្ជៈនោះទេបាទនេះគឺជាគំរូដ៏ល្អសម្រាប់ពិធីមង្គលការផ្សេងទៀតបាទអញ្ចឹងហើយពុកម៉ែបងប្អូនប្រិយមិត្តបាទគួរតែយកគំរូដ៏ល្អប្រពៃនេះបាទគាំទ្រពេញទំហឹងតែម្ដងបាទដោយសារការទទួលទានស្រាស្រវឹងនៅក្នុងពិធីមង្គលការនោះគឺអាចបង្កឲ្យយើងមានបញ្ហាបាទបញ្ហាផ្សេងបាទដល់ខ្លួនយើងផ្ទាល់តែម្ដងបាទហើយជាពិសេសនោះគឺនៅពេលដែលយើងហូបស្រវឹងបាទហូបស្រវឹងហើយយើងធ្វើដំណើរទៅគេហដ្ឋានវិញនោះបាទគឺជួបនឹងអាចជួបនឹងគ្រោះថ្នាក់ហើយជាពិសេសគឺត្រូវបានបាទខាងកងកម្លាំងបាទចរាចរណ៍គាត់នឹងត្រួតពិនិត្យជាតិអាល់កុលបាទហើយនឹងធ្វើឲ្យបងប្អូនបាទខាតបង់គ្រប់យ៉ាងតែម្ដងបាទខាតបង់គ្រប់យ៉ាងតែម្ដងជាក់ស្ដែងកន្លងមកពុកម៉ែបងប្អូនប្រិយមិត្តធ្លាប់បានដឹងហើយគឺតាក់ទងទៅនឹងលោកបណ្ឌិតសុកទូចបាទហើយនឹងមានប្រជាពលរដ្ឋផ្សេងទៀតបាទដែលគាត់បានមកធ្វើបុណ្យហើយគាត់បានទទួលទានសូរ៉ាបាទលើសកម្រិតហើយក៏បានជួបនឹងប៉ូលីសត្រួតពិនិត្យជាតិអាល់កុលនោះគឺធ្វើឲ្យគាត់នឹងបាទខាតបង់គ្រប់យ៉ាងបាទខាតបង់ពេលវេលាផងបាទខាតបង់ទាំងទ្រព្យធនផងបាទហើយអ្វីដែលយើងគួរតែយកគំរូតាមពិធីមង្គលការរបស់កូនកំលោះកូនក្រមុំមួយគូនៅខេត្តតាកែវនេះគឺល្អមែនទែនហើយជាពិសេសនោះគឺធ្វើឲ្យយើងចំណេញគ្រប់យ៉ាងតែម្ដងធ្វើឲ្យយើងសេវថវិកាយើងបាទបានច្រើននៅក្នុងពិធីមង្គលការនេះហើយចំណេញដល់សវត្ថភាពរបស់យើងចំណេញពេលវេលាបាទអញ្ចឹងការទទួលទានជាតិស្រវឹងនេះវាមិនអាចធ្វើឲ្យយើងមានផលប្រយោជន៍ដល់ខ្លួនប្រាណយើងដល់អាយុជីវិតយើងដល់ក្រុមគ្រួសារយើងនោះទេការទទួលទានជាតិស្រវឹងនេះនិយាយរឿងទទួលទានជាតិស្រវឹងនៅក្នុងពិធីមង្គលការនេះពុកម៉ែបងប្អូនប្រិយមិត្តថ្ងៃមុនបងកងបីរំលឹកបាទរឿងផ្ទាល់ខ្លួនរបស់ខ្ញុំបន្តិចបាទថ្ងៃមុនទៅចូលរួមពិធីមង្គលការមិត្តភ័ក្តិហើយក៏ជួបជុំគ្នាអញ្ចឹងទៅគេជុលកែវជុលអីជំរុញឲ្យយើងផឹកបាទហើយខ្ញុំក៏ដាក់មួយកែវទៅប៉ុន្តែឲ្យមានទឹកកកច្រើនបាទដើម្បីឲ្យវាជួយបន្សាបបាទជាតិស្រវឹងហ្នឹងបាទផឹកបានមួយកែវបាទហើយក៏នៅដល់ម៉ោង10បាទរំលេងសប្បាយអញ្ចឹងទៅហើយក៏ត្រឡប់ទៅផ្ទះវិញស្រាប់តែជួបនឹងប៉ូលីសចរាចរណ៍នៅពេលយប់នោះបាទគេកំពុងតែត្រួតពិនិត្យជាតិអាល់កុលនោះបងកងបីមិត្តភ័ក្តិគេផឹកសបឹងបាទគេផឹកច្រើនប៉ុន្តែខ្ញុំអ្នកបើកខ្ញុំអត់អីទេព្រោះខ្ញុំផឹកមួយកែវខ្ញុំដឹងខ្លួនខ្ញុំបាទហើយក៏មកដល់ប៉ូលីសហៅត្រួតពិនិត្យហើយនឹងពិនិត្យជាតិអាល់កុលបាទដល់ពិនិត្យទៅវាអត់ឃើញបាទព្រោះខ្ញុំផឹកមិនតិចហ្នឹងបាទយើងដាក់ទឹកកកច្រើនណាបាទនឹងហើយធ្វើឲ្យយើងចំណេញគ្រប់យ៉ាងបាទហើយធ្វើឲ្យយើងមានសុវត្ថិភាពក្នុងការធ្វើដំណើរបាទអញ្ចឹងហើយពិធីមង្គលការមួយនេះបាទមិនដែលមានទេនៅក្នុងប្រទេស
ខ្មែរយើងបាទមិនថាប្រទេសខ្មែរយើងទូទាំងពិភពលោកគឺថាមិនដែលមានទេបាទគឺមានតែស្រុកខ្មែរយើងមួយមានតែក្នុងពិធីមង្គលការនេះមួយទេដែលធ្វើឲ្យល្បីល្បាញជាគំរូមួយដ៏ល្អដោយយើងមិនយកជាតិស្រវឹងធ្វើជាត្រីមុខបាទហើយជាគំរូមួយដ៏ល្អសម្រាប់ប្រជាពលរដ្ឋយើងទូទាំងប្រទេសតែម្ដងបាទធ្វើឲ្យយើងចំណេញគ្រប់យ៉ាងតែម្ដងបាទកុំឲ្យប៉ូលីសចរាចរណ៍មើលងាយយើងបាទយើងកុំទទួលទានស្រាបាទទទួលទានស្រាវាគ្មានអ្វីផលប្រយោជន៍អីផ្ដល់ផលប្រយោជន៍អីដល់ខ្លួនប្រាណយើងទេធ្វើឲ្យយើងវិនិច្ឆ័យទៀតណោះបាទអញ្ចឹងហើយនេះគឺជាគំរូខ្ញុំសូមគាំទ្រពេញទំហឹងក្នុងពិធីមង្គលការកូនកំលោះកូនកំមុំមួយគូនេះបាទដែលមេដាបៃតាដែលគាត់បានធ្វើនេះគឺល្អជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋយើងទូទៅតែម្ដងបាទគាំទ្រពេញទំហឹងបាទអញ្ចឹងយើងកុំយកជាតិស្រវឹងនេះធ្វើជាត្រីមុខបាទវាអត់មានសំខាន់មានផលប្រយោជន៍អីយើងទេបាទអរគុណណាស់ពុកម៉ែបងប្អូនប្រិយមិត្តបាទអញ្ចឹងសូមឲ្យប្រជាពលរដ្ឋយើងទូទាំងប្រទេសបាទយកគំរូបាទយកគំរូពិធីមង្គលការមួយគូនេះបាទគឺល្អមែនទែនយកគំរូទៅបាទយើងហូបតែអាហារណាដែលមិនធ្វើឲ្យយើងស្រវឹងណែមនុស្សយើងពេលដែលយើងអត់ស្រវឹងយើងដើរយើងដឹងផ្លូវដឹងអីស្រាប់ដល់ពេលយើងស្រវឹងទៅងាប់ហើយដើរផ្លូវមួយតឯងហ្នឹងបាទដើរផ្លូវមួយតឯងហ្នឹងបាទយ៉ាងអរគុណណាស់ពុកម៉ែបងប្អូនប្រិយមិត្តបាទសូមចូលរួមបញ្ចេញមតិនិងគាំទ្រពេញទំហឹងត្រឹមពេលនេះណាបាទអរគុណច្រើនសូមគោរពលាបាទជូនពរសំណាងល្អគ្រប់គ្នាបាទ